តអ្នកអរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកហាត់លោតបកជែកលោតអាឡាជាមួយនឹងខ្ញុំនេះគឺបំបែងក្បឿងបងប្អូនបែងក្បឿងសពីការចូលឆ្នាំខ្មែរបងប្អូនយើងនាំគ្នាមកលេងវ័យក្បឿងពេញហ្នឹងឥឡូវសតែបំបែងក្បឿងអត់មានយកទៅផងទេហើយខ្ញុំលោតមិនឥឡូវកន្លែងខ្ញុំហាត់ហើយខ្ញុំលោតមិនតែថាគាត់គិតថាកន្លែងសួនមិនមែនកន្លែងហាត់អីអញ្ចឹងយើងហាត់ទៅយើងគេបែកទៅយើងអញ្ចឹងហ៎បាទអញ្ចឹងវល់តិចហើយបងប្អូនមុននឹងឈានចូលដល់ការហាត់យើង warm up សិនណា warm up ហ្នឹងគឺកម្ដៅសាច់ដុំកាច់ជើងកាច់ដៃហែកខ្លោកហែកអីមកបាទមិនអញ្ចឹងទេធ្វើឲ្យរាងកាយយើងទ្រុឌទ្រោមលោតបកជែកមួយកម្ដៅសាច់ដុំហើយលោតបកជែកមួយទៀតបានខានហាត់យូរមែនតើបងប្អូនតាំងពីពាក់ឈុត experiment មកតែបានហាត់លោតហាត់លបយោស្អីទេព្រោះពាក់តែឈុតដើរហប់ចង់ងាប់លើកដៃលើកចង់រួចផងវាតឹងពេកចឹងនៅពេលតែចេញមកហាត់ម្ដងមានអារម្មណ៍ថាដូចចាប់ជើងដល់ហើយគាត់ handstand លេងចង់ជាប់ហ្នឹងចឹងតោះទៅមើលទាំងអស់គ្នាទៅតើខ្ញុំលោតអីខ្លះតែការលោតទាំងអស់នេះគ្រាន់តែជាការរំលឹកវិជ្ជាគុណការ warm up រំលឹកវិជ្ជាគុណចាស់ៗមកវិញឯងព្រោះក្បាច់ទាំងអស់ហ្នឹងចេះស្រាប់ហើយគាត់ថាខានលោតយូរទៅមានអារម្មណ៍ថាលោតលលាក់លោតមិនដឹងណានៃវីកវិចកវាច់ងងស្អីទៅស្អីបើថាគេអ្នកចេះលោតដែរគេថាមកណៃលោតមិនកើតទេមើលរៀងឈួតលោតគ្មានស្អាតគ្មានស្មើគ្មានត្រង់តែខ្ញុំហាត់អត់គ្រូតែប៉ុណ្្នឹងបាទនៅតែសបោអាបែងក្បឿងតែតាណាក៏មានដែរលោតមិនស្រួលជន់បែកមេជើងខានលោតយូរមានអារម្មណ៍ថាឈឺកដៃឈឺខ្លួនឈឺអីដល់ហើយតើហាត់ក្បាច់ថ្មីវិញបាទនេះគឺជាកន្លែងដែលខ្ញុំអាសាមកលេង Castaway លេងក្បាច់ថ្មីក្បាច់អីដែលយើងអាចលោតទៅលើខឿននេះបានគឺនៅកន្លែងសួនតោនិងសួនស្អីទេនៅមុខក្រុងអូតែលបាទកាច់ដៃមួយសាទីគាត់ថាដើរមកមិញវារៀងចុកគូតដែរអាយអូទីមកយើង warm up លោតទៅលើតេះសិនព្រោះអត់តេះទេតែចេះតែលោតយោយើងអត់សូវច្បាស់ផងក្បាលមកមុនដោតកបាទអញ្ចឹងក្បាច់ដែលខ្ញុំកំពុងតែសោបនេះគឺក្បាច់ទៅតបទៅចេះដែរទេអាលោតដួលផ្សារមុនជាមួយបរទេសនៅពេញគឺពវល់ខ្លួនពីជុំតម្លាក់មកក្រោមក្បាច់ហ្នឹងសឹងតែកន្លះឆ្នាំលោតម្ដងពីព្រោះថារវល់ទៅធ្វើការអត់មានពេលលោតឈានជើងភ្លាមអកសើភ្លាមដំបូងយើងលោតអាឡាត់ធម្មតាដើម្បី warm up យកសើយកអីសិនមកតែមានអារម្មណ៍តានតឹងខ្លាំងមែនទែននៅពេលខានហាត់យូរខ្លាចតែលោតដួលសំខាន់ខ្លាចឈឺបាក់ពួកពេលក្រិចកជើងម្ដងអូត្រឹមតែជាមួយខែ2ខែពួកកន្លែងយើងហាត់កន្លែងស្មៅកន្លែងអីចឹងជួការដីរឹងជួការដីជ្រីទៅតាមធម្មជាតិថ្ងៃណាភ្លៀងថ្ងៃណាអត់ភ្លៀងមិនមានពុកមានអីហាត់ត្រឹមត្រូវដូចគេណាចឹងទម្រាំតែបានដាច់ចិត្តព្រោះលោតលើកទី1ស្នងជើងដល់មុនអត់បានបាក់ដូចគេទេតែមានអារម្មណ៍ថាលោតអត់ស្អាតអត់កើតតែបាទបាច់ពួកខ្ញុំថាលោតយកហ៊ានលោតលើកទី2ប្រវល់ឌូទៀតហើយគ្មានបានកាច់ជាការស្អីទេប៉ុន្តែបានហ៊ានប្រវល់មានអារម្មណ៍ថាតានតឹងមែនទេជឿរយឯងចូលទៅរយចេញវិញអរសំទោសបងប្អូនចូលផ្លេចថាកំពុង record សលេងព្រោះអូលោតឡើងចង់អស់ខ្យល់នេះមានអារម្មណ៍ថាក្រោយនេះបោះប្រវត្តិត្រូវច្រើនជាងមុនតែអត់វល់ទេតោះរំលឹកជីកូនមកក្បាច់ចាស់ដែលខ្ញុំចូលចិត្តខ្លាំងជាងបំផុតនោះគឺ Castaway បងប្អូនដែលស្គាល់ Mr. Beast ស្គាល់ Castaway ហើយអូជន់ឆ្អឹងត្រីមួយនិងឆ្អឹងស្អីវែងណាស់ដូចឆ្អឹង dinosaur បាទ Castaway ហ្នឹងគឺបកជែកអត់ប្រើជើងយកដៃរុញចឹងហើយអូស្រាវដែរពេលមើលខ្លួនឯងស្រាវខ្លួនឯងបងប្អូនពេលលោកស្រាវភាសាមកគឺមើលស្រាវភាសាទៀតចឹងទំនំដាច់ចិត្តខានយូរទំនំដាច់ចិត្តអត់ចង់ហ៊ានដែរអូខេលើកមេដៃวันนี้ទៅនៅរស់ទេចឹងលោតទៀតអូតែមានអារម្មណ៍ថាតានតឹងហ្នឹងពួកខានហាត់យូរក្បាច់ហ្នឹងអុំមួយនៅចិត្តហ្នឹងគាត់ថាយ៉ាកូនទៀតមិញ7ម៉ែត្រទៅទៀតដល់ថ្នល់លោតអត់បានស្អាតអត់ទេហ្នឹងចំមកជើងឈឺជើងនៅលបុះនៅឡើយមើលតែឃើញប៉ងហមតែមុនអាយ៉ាជើងLet's go ដឹងតបងតាមនឹងមកធ្វើអីអត់ធ្វើមិនដឹងបានមិនទាន់ប្រាប់ផងធម្មតាតែគេតាមមកគេមានហេតុផលរបស់គេអីហេតុផលស្អីគេនៅស៊ីរៀបសុកបណ្ដោយបំពេញនេះដឹងផឹកកាហ្វេហ្នឹងអូ
មកផឹកកាហ្វេប្រែនមែនបញ្ចឹងតោះ ហេឈប់មិនមែនផឹកកាហ្វេទេអាហ្នឹងគង់តែផឹកទេតែចាំក្រោយថ្ងៃហ្នឹងគឺយើងមកមានភារកិច្ចធំគឺមកប្រគល់រង្វាន់ជូនដល់អតិថិជនដែលកំពុងតែឈ្នះពីឯកកំសាន្តអៃរិច ប្រកូនរង្វាន់ បាទ ឲ្យគេទៅ តែទៅទីទៀតហ្នឹងហើយមកកាហ្វេចាំស្អែកជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរបងស្រីគ្នាឌីស្រស់សង្ហាដល់ហើយ មើលទៅឡើងមុខឡើងរីកស្រស់ប្រំស្រីហ្មងណានិយាយទៅដឹងតែឈ្នះរង្វាន់ធំហ្មងមើលទៅ អាចជួយណែនាំខ្លួនបន្តិចបងថាបងស្រីឈ្មោះអីហើយមកពីណាវិញ ចាបានបងចាសួស្ដីបងខ្ញុំឈ្មោះគឹមឡាងមកពីខេត្តកណ្ដាលបង អូនៅខេត្តកណ្ដាលចិត្តខ្ញុំដែរនៅខ្ញុំនៅសៀមរាប យប់មិញគេនៅខេត្តកណ្ដាលមកយប់ហ៎បងតែអត់ឃើញបងឯងសោះ មែនតែបាយនៅម្ដុំណាខ្ញុំអត់ឃើញបាយហ្មងណា នៅឆ្ងាយបងមករត់ឃើញទេ អូឥឡូវស្គាល់គ្នាហើយទៅវិញឃើញហ្មង អូខេ ចុះបងស្រីដឹងអត់ថាថ្ងៃនេះបងស្រីមកធ្វើអីដែរគេហៅមកធ្វើអីនេះ ចាបងមកទទួលរង្វាន់ ទទួលរង្វាន់ចុះបងមានដឹងអត់ថារង្វាន់អីគេដែរបង លុយ$1000 អូ 1000ស្មើមានម្ដុំ ប៉ុន្តែឡាស្មើដុំនេះមួយដុំគេហៅមកឬក៏បងមកខ្លួនឯង គេហៅមកបង អត់មែនដឹងខ្លួនថាអូថ្ងៃនេះត្រូវទទួលរង្វាន់ប្រុចជិះម៉ូតូមក អត់ទេបងគេណាត់ឲ្យមក គេដល់អីមក ចុះពេលគេហៅមកអញ្ចឹងបងគិតថាគេប្រេងអត់បង អត់ផងបងដោយសារតែខ្ញុំធ្លាប់ឈ្នះពីមុនមកដែរ យ៉ាបងប្អូនអតិថិជនចាស់តើមុនដំបូងថាចង់ប្រេងបងឯងដកលុយមួយសន្លឹកឲ្យតែ9សន្លឹកបានហើយតែឥឡូវដល់ពេលអតិថិជនចាស់អញ្ចឹងមិនដឹងថាប្រេងមិនបងស្រាប់ទទួលលុយពីមុនមកបងនេះអញ្ចឹងបងអត់មានអារម្មណ៍ថាគេបោកគេព្រោះធ្លាប់បានរង្វាន់ហើយ ចា ឥឡូវកុំឲ្យបងស្រីថាពួកយើងទៅបាយច្រើនមើលទៅពួកយើងនិយាយតែឯងហ្នឹងឥឡូវបង ឥឡូវសុំបាញ់សម្បុកបញ្ចេញរង្វាន់មកបងព្រោះធម្មតាខ្ញុំវា Spider-Man ស្រាប់ទៅហើយតែថ្ងៃនេះចេញពីមនុស្សសាមញ្ញបងអាចបិទភ្នែកតិចបានអត់ អូខេបានបង ឥឡូវចាំខ្ញុំរាប់ដល់3បងឯងបើកភ្នែកហ្មង អូ1 2 3 1 2 3 ជូនេះបងស្រីរង្វាន់ពីអែបកំសាន្តអៃរិច$1000បងជួយរាប់មើលទៅគីឡូថាពួកខ្ញុំដកមួយសន្លឹកអីសុកអីអត់ដឹងគ្រប់អត់ នៅ 9នេះ ចាបង ខ្ញុំស្មានតែគេដាក់ឲ្យ11 ខំលាក់ប៉ុណ្ណឹងឯងនៅម៉ែឃើញតន់ទៀតអូយគាត់ថាបងស្រីរហ័សមែនអញ្ចឹងបានឈ្នះហ្នឹង បងអត់ទេជនចាស់អញ្ចឹងសុំមកកណាត់មកបងហែកមក ពីកណ្ដាលក៏បានដែរបងទៅពួកខ្ញុំ មានណាដឹងនឹងចាយបានដូចគ្នាសងគេកាត់កតុយនៅសល់10រៀល ឥឡូវបងឯងអតិថិជនចាស់អញ្ចឹងបងឯងអាចមានអីចែកម្លែកដល់អតិថិជនថ្មីជាមួយអ្នកកំពុងលេងបានអត់ថាបងឯងលេងបែបម៉េចបានអាចឈ្នះរង្វាន់បាននេះ ចាបងអត់មានអីច្រើនទេលេងធម្មតាបងឈៀលធម្មតាទៅលេងរហូត ធម្មតាបែបសុបាយឈ្នះដែរបងនេះ ក៏ទៅបងស្រីឈៀសបាយហើយឈ្នះទៀតអត់ពួកយើងកាឈ្នះគេនេះ អត់មានតិចនិចពិសេសអីចែកខ្លះទេបង បងដូចជាអត់មានទេបងគ្រាន់ថាសប្បាយចិត្តចាំលេងអត់សប្បាយចិត្តមិនលេងទេ ចាំត្រូវអញ្ចឹងនៅពេលដែលបងបានទទួលរង្វាន់ដល់ដៃអញ្ចឹងបងមានអារម្មណ៍ចង់ថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនអ្វីខ្លះដែលបានប្រកួតរង្វាន់ពិតជូនដល់អតិថិជនហើយក៏ដូចជាអតិថិជនដែលកំពុងតែលេងមិនទាន់បានឈ្នះតែបងមានពាក្យពេចន៍អ្វីជូនដល់ពួកគាត់ដែរ ចាខ្ញុំសូមអរគុណដល់អេបកំសាន្តអេរិចដែលបានបង្កើតអេបនេះឡើងព្រោះថាខ្ញុំលេងសប្បាយផងក៏ឈ្នះផងដូចគ្នាបងហើយឈ្នះពិតដូចគ្នា បងឈ្នះផង ចាបង ជាចុងក្រោយអរគុណបងស្រីមែនតើដែលចំណាយពេលវេលាដ៏មានតម្លៃឲ្យពួកខ្ញុំមកសុភាហើយរាប់លុយឲ្យពួកខ្ញុំមើលនៅមុខទៀតហើយជូនពរឲ្យបងស្រីធ្វើដំណើរទៅវិញដោយប្រកបដោយសុវត្ថិភាពហើយលើកក្រោយហេងឈ្នះហើយធានាថាពួកខ្ញុំហោះពីសៀមរាបមកសុភាបងឯងទៀតបងអញ្ចឹងកុំភ្លេចណាបងប្អូនអាយរ៉េកសប្បាយលេងឈ្នះបង ចឹងបងប្អូនមើលទៅទឹកមុខដ៏ស្រស់សង្ហារបស់ម្ចាស់រង្វាន់យើងក៏ដឹងថាគាត់សប្បាយប៉ុណ្ណាដែរចឹងសម្រាប់អតិថិជនដែលកំពុងតែលេងហើយមិនទាន់បានឈ្នះកុំទាន់អស់សង្ឃឹមអីពីព្រោះថាអាយរិចនឹងមានរង្វាន់ជាច្រើនទៀតចែកជូនបងប្អូនរៀងរាល់សប្តាហ៍អាយរិចជាអេកំសាន្តធំជាងគេនិងដំបងគេបង្អស់នៅកម្ពុជាមិនប្លែកមិនមែនអាយរិចទេបងប្អូនហើយលើលហៀងថាអាយរិចកំពុងតែរៀបចំព្រឹត្តិការណ៍មួយដ៏ធំនៅក្នុង event ខាងមុខនេះគឺថាចែកអស់ស្ទះតែម្ដងហើយរង្វាន់ទាំងអស់នោះមានដូចជា តោះ Honda ADV 160cc iPhone 16 Pro Max Samsung Galaxy Apple Watch AirPods មានសតម្លៃ$1000អាំងប៉ាវ free game card ហើយអ្វីដែលពិសេសមិនធ្លាប់មាននោះគឺ បងប្អូនចង់ដឹងអត់ថារង្វាន់ធំដែលពួកខ្ញុំកំពុងតែនិយាយមិនធ្លាប់មានពីមុននោះគឺអីគេ គេបងគេ នេះគឺ condo ដែលមានតម្លៃរហូតដល់ទៅជាង$120,000 $120,000 បាទ$120,000 វ៉ាវអស្ចារ្យមែនតើបងខ្ញុំមិនដែលធ្លាប់ឮហ្មងណា រង្វាន់នេះគឺពិតជាធំមែនតើបងប្អូនប្រយ័ត្នឱកាសដ៏ធំនេះកន្លងផលិតសោះណា ចង់ដឹងអត់ថាម្ចាស់រង្វាន់បន្ទាប់គឺជាអ្នកណា ច្បាស់ជាអ្នកកំពុងមើលនឹងហ្មងអាយដែលបានទាំងកំសាន្តបានទាំងរង្វាន់ ចំណាំណាបងប្អូនទាំងអស់គ្នា
អេរិកសូមឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះជនឆបោកមួយចំនួនដែលខ្លាចបន្លំព័ត៌មានមិនពិតឬក៏តាក់ទងទៅបងប្អូននៅក្នុងគោលបំណងណាមួយហើយរាល់ការឈ្នះរង្វាន់ទាំងអស់មិនតម្រូវឲ្យបងប្អូនបង់ប្រាក់ជាមុនឡើយ តោះទីយកអេបកំសាន្តអេរិកមកលេងទាំងអស់គ្នា អេរិកសប្បាយលេងឈ្នះពិត